Bob on chui cắt mơ tặc ọc nia, ta ní cứ chia rương dứt để thọ lại được ọt. Chồng bẹ lôi kê chiếng pi mơ là lá, mình trâm tay mình son thế, bài chỉ bắt đăng mà chát lối, từ thả lá ca khát gặp bông thấm, hai bắt đăng mà đong buôn bắt là mơ, so tài chia bắt là mơ thôn thốn, đòi an bắt đây khốn ánh, chia sẻ mặt cách, nơi sọc bà rái khát gặp bông thấm. Bob on lạc nia trong bàn tờ tua bò đà miến,ពីស្ត្រីម្នាក់ដែលជាម្ចាស់លុយមានឈ្មោះថាសិនសុផលឡារីដែលរស់នៅខេត្តកំពង់ធំតែម្ដងបានផ្ដល់ព័ត៌មានមកខ្ញុំថាស្ត្រីម្នាក់ដែលមានឈ្មោះថាផុនចិន្តាហៅចន្ទធូហើយមានប្តីឈ្មោះថាផាន់សុភាហៅប៉ូលីសភានៅស្រុកបារាយខេត្តកំពង់ធំបានឆក់លុយតែមួយផ្លែតទេថាពី3ថ្ងៃទេនឹងយកមកសងវិញដើម្បីយកទៅបង់ផ្ដាច់ធនាគារដោយខ្ចីទាំងអស់ចំនួន$18,500ហើយលុយតុងទីនផ្សេងទៀតស្រាប់ទាំងអស់ជាង$20,000ប៉ុន្តែក្រោយពីបានទទួលលុយពីម្ចាស់លុយហើយមិនត្រឹមតែមិនសងរយៈពេល72ឆ្នាំទេបែរជាឥឡូវនេះបានប្តឹងម្ចាស់លុយទៅកាន់តុលាការហើយឥឡូវនេះខាងតុលាការខេត្តកំពង់ធំក៏បានចេញដីកាកោះហៅម្ចាស់លុយឲ្យចូលបំភ្លឺនៅថ្ងៃទី12ខែឧសភាឆ្នាំ2026ខាងមុខនេះផងដែរដោយសារតែរឿងរ៉ាវនេះអយុត្តិធម៌ទើបម្ចាស់លុយបានតំណាក់តំណងមកខ្ញុំឲ្យជួយធ្វើការផ្សព្វផ្សាយព័ត៌មាននេះដោយសារតែគាត់ខាតបង់លុយជាង$20,000ហើយឈ្មោះផុនចិន្តាហើយចន្ទធូនេះក្រោយពីបានទទួលលុយក៏បានទៅធ្វើការនៅប្រទេសកូរ៉េមានប្រាក់ខែគ្រប់គ្រាន់ប៉ុន្តែមិនសងទេបែរជាប្តឹងម្ចាស់លុយទៅកាន់តុលាការថែមទៀតផងឥឡូវនេះម្ចាស់លុយដែលមានឈ្មោះថាសិនសុផាឡារីបានសំណូមពរទៅកាន់តុលាការសូមមេត្តាជួយរកយុត្តិធម៌ជូនគាត់ផងដោយសារតែគាត់ជាម្ចាស់លុយហើយគាត់មិនបានធ្វើការបង្ហោះ Facebook ជេរប្រមាថនៅពាក្យសម្ដីឬក៏គំរាមកំហែងអ្វីទេបែរជាឈ្មោះផុនចិន្តាហៅចន្ទធូនេះអាងប្តីខ្លួនឯងជាសមាជិកបែរជាដាក់ពាក្យបណ្ដឹងប្តឹងម្ចាស់លុយទៅតុលាការហើយប្តឹងម្ដង4បទល្មើសបងប្អូនបទល្មើសទី1គឺបទញុះញង់ឲ្យមានការរើសអើងបទល្មើសទី2ញុះញង់ឲ្យប្រព្រឹត្តបទអក្រិតជាអាតបទល្មើសទី3បរិហាគេជាសាធារណៈហើយបទល្មើសទី4គឺជេរប្រមាថជាសាធារណៈប៉ុន្តែម្ចាស់លុយបានបញ្ជាក់ឲ្យថាគាត់មិនបានធ្វើការប្រព្រឹត្តបទល្មើសទាំងអស់នោះទេហើយសង្ឃឹមថាតុលាការនឹងផ្ដល់ភាពយុត្តិធម៌និងច្រានចោលពាក្យបណ្ដឹងរបស់ឈ្មោះផុនចិន្តាហើយចន្ទធូទុកចោលជាសាបង់ហើយសូមមេត្តាជួយរកយុត្តិធម៌ផងជាមួយគ្នានេះម្ចាស់លុយបានទទូចសុំឲ្យឈ្មោះផុនចិន្តាហៅចន្ទធូនៅមានប្តីឈ្មោះថាផាន់សុភាដែលជាប៉ូលីសស្រុកបារាយខេត្តកំពង់ធំសូមដោះស្រាយលុយរបស់គាត់ជាបន្ទាន់បើមិនដូច្នេះទេគាត់នឹងធ្វើការប្តឹងផ្ដាល់ទៅតាមផ្លូវច្បាប់ដោយសារតែកន្លងមកគាត់មិនបានធ្វើការប្តឹងទេដោយសារតែជាអ្នកភូមិស្រុកជាមួយគ្នាហើយសង្ឃឹមថានឹងមានដំណោះស្រាយសងលុយមកគាត់វិញដោយសារតែលុយទាំងអស់នេះមិនមែនជាលុយរបស់គាត់ទេគាត់ក៏ឆក់ពីគេបន្តដើម្បីយកឲ្យឈ្មោះផុនចិន្តាហើយចន្ទធូដែរប៉ុន្តែនៅពេលនេះបែរជាធ្វើក្បាបគាត់យ៉ាងខ្លាំងមិនត្រឹមតែមិនសងលុយគាត់ទេបែរជាមកប្តឹងគាត់ទៀតសូមអ្នកទាំងពីរចូលខ្លួនឲ្យបានឆាប់រហ័សដើម្បីដោះស្រាយដោយកន្លងមកធ្លាប់បានធ្វើការសន្យាថានឹងធ្វើការដោះស្រាយមានទាំងភ័ស្តុតាងមានទាំងសារសម្លេងផ្សេងប៉ុន្តែនៅទីបំផុតបែរជាក្រឡាស់សម្ដីហើយមកធ្វើការប្តឹងផ្ដាល់ម្ចាស់លុយវិញពាក់ព័ន្ធបញ្ហាទាំងនេះម្ចាស់លុយសង្ឃឹមថាតុលាការនឹងផ្ដល់នូវភាពយុត្តិធម៌ផ្ដល់ភាពស្អាតស្អំជូនម្ចាស់លុយផង